បាទសួស្តីទាំងអស់គ្នាជួបជាមួយលោកគ្រូសាស្ត្រថ្មីនៅក្នុងមេរៀន QuickBook Desktop ដែលជាការរៀនតាម Video Learning គឺអញ្ចឹងនៅក្នុងវីដេអូវគ្គមុនយើងបានទៅចែកគ្នាទៅលើការបង្កើត Chart Account យើងបានបង្កើតទៅដល់ Equity ហើយអញ្ចឹងនៅក្នុងវីដេអូវគ្គបន្ទាប់នេះគឺយើងនឹងបង្កើត Chart Account ទៅលើចំណូលហើយចំណាយម្ដងអញ្ចឹងនៅក្នុង QuickBook នៅពេលអ្នកនរគ្នាបើកមកគឺនឹងឃើញទាំង home page អញ្ចឹងដើម្បីបង្កើត Chart Account បានគឺអ្នកនរគ្នាចូលទៅក្នុង Chart Account ក៏បានអ្នកនរគ្នាចូលទៅក្នុង Accountant ហើយយក Chart Account ក៏បានដែរ អូខេអញ្ចឹង chart account ដែលយើងបង្កើតនេះគឺយើងបង្កើតដល់ account ម៉ាក3ហើយគឺជា equity account អញ្ចឹងយើងបង្កើតបន្តទៀតគឺនៅក្នុង chart account ក្បាល4គឺជា chart account ចំណូលវិញម្ដងគឺយើងអាចនិយាយបានថាជា income អញ្ចឹងដើម្បីបង្កើត chart account បានអ្នកនរគ្នាគ្រាន់តែ right click ហើយយកពាក្យ new យកពាក្យ new អញ្ចឹងនៅក្នុងនេះអ្នកនរគ្នាអាចរើសបានយើងរើសជា account ចំណូលមកតោះទៀតយក continue មកយក continue យើង copy account ក្បាល4ចូលនៅក្នុងអឺ copy យកមក thì copy ของbạn buồn quáហើយខ្ញុំទៀត income ហើយ income ជា main account គេយើងអូខេមកតាមទៀតយើង copy sub account បន្តទៀតយើងមាន income មាន sale of manufacturing feature product ហ្នឹងទៅអញ្ចឹងអានេះវាជា sub នៃ account income អូខេតាមទៀតវាមាន chart account sale of good យើង sale of good ហ្នឹងក៏ជា sub នៃ account ของយើងដែរតាមទៀតវាមាន income ពី sale and supply of service ហ្នឹងក៏ជា sub នៃ account របស់យើងដែរ account income របស់យើងតាមទៀត subsidiary revenue អាហ្នឹងក៏ជា sub នៃ main account របស់យើងក៏ប៉ុន្តែនៅក្នុង subsidiary revenue វាមាន sub តូចៗបន្តទៀតអញ្ចឹងអានេះគឺវាពាក់ព័ន្ធជាមួយនឹង chart account rental fee អញ្ចឹង rental fee នេះគឺវា under subsidiary revenue អញ្ចឹងជា sub នៃ account មួយនេះគឺជា sub នៃ account subsidiary revenue អញ្ចឹងតគ្នាពេលក្នុងក្រុមហ៊ុនវាអាចមានចំណូលពី subsidiary revenue អញ្ចឹងយើងចង់បំបែកកាន់តែច្បាស់យើងដាក់ under អញ្ចឹងបានគេអញ្ចឹងពាក់ព័ន្ធជាមួយ chart account ចំណូលគឺយើងបានបង្កើតហើយគឺយើងមាន account ក្បាល4បន្តទៀតយើងមានចំណូលទៅតាមប្រភេទមួយហើយយើងមានបែងចែកទៅតាម subsidiary revenue នៅក្នុងហ្នឹងដែរអញ្ចឹងវាមានភាពងាយស្រួលក្នុងការ posting អញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូវគ្គនេះលោកគ្រូមានប៉ុណ្ណឹងជួបជាមួយលោកគ្រូនៅក្នុងវីដេអូវគ្គបន្តទៀតអរគុណជម្រាបលា